លទ្ធផលធំទៀមទាមហិច្ឆតាធំមហិច្ឆតាគឺគ្មានអ្វីក្រៅតែពីធម្មពលចិត្តនេះឡើយបាយឆ្អិនល្អដោយសារតែចេះថែភ្លើងបានល្អកិច្ចការមិនអាចទៅដល់គោលដៅទេបើមិនចេះស្វែងរកអ្វីមកជំរុញធម្មពលចិត្តឲ្យឆេះជាប្រចាំធម្មពលចិត្តជាចំហេះចាំបាច់ជាងគេក្នុងការបញ្ឆេះកិច្ចការនានាឲ្យដើរទៅមុខវាដូចជាការងារដាំបាយដែលត្រូវការភ្លើងឲ្យបានឆេះជាប្រចាំដូច្នោះទើបមិនឆៅជាទូទៅមនុស្សដែលគ្មានធម្មពលចិត្តខ្លាំងគេច្រើនធ្លាក់ទៅក្នុងភាពខ្ជិលច្រអូសឬការគេចវេះចិត្តមានអំណាចធំធេងណាស់ប្រសិនបើវាទទួលបានការជំរុញធម្មពលជាប្រចាំកាលបើបណ្ដោយឲ្យចិត្តខ្សោះខ្សោយទៅយើងគ្មានថ្ងៃអាចធ្វើកិច្ចការធំបានសម្រេចជាដាច់ខាតសម្រាប់ទស្សនវិទូអឺរ៉ាក្លីតបាននិយាយថាលទ្ធផលធំទៀមទាមហិច្ឆតាធំមហិច្ឆតាគឺគ្មានអ្វីក្រៅតែពីធម្មពលចិត្តនេះឡើយRalph Waldo Emerson ពោលថាសកម្មភាពសំខាន់គ្រប់ប្រការក្នុងកំណត់ហេតុប្រវត្តិសាស្ត្រគឺជ័យជំនះដែលបានមកពីអារម្មណ៍ពុះពៀនេះឯងចំណែក Marquis de Vauvenargues អ្នកចរិយាសាស្ត្របារាំងបានពោលថាដើម្បីធ្វើកិច្ចការធំឲ្យបានសម្រេចយើងត្រូវប្រើជីវិតឲ្យហាក់ដូចជាយើងនឹងមិនមានថ្ងៃស្លាប់ឡើយកិច្ចការកាន់តែធំទាមទារមនុស្សម្នាកាន់តែច្រើនឲ្យចូលរួមហើយយើងមិនអាចបង្កាត់ភ្លើងនៅក្នុងចិត្តអ្នកដទៃបានទេលុះត្រាតែភ្លើងនោះឆេះសន្ធោសន្ធៅនៅក្នុងចិត្តរបស់យើងជាមុនគ្មាននរណាចង់ដើរតាមមនុស្សដែលខ្សត់ខ្សោយធម្មពលចិត្តជាងខ្លួនឡើយព្រោះថាទម្លាប់របស់អ្នកទន់ខ្សោយតែងដើរតាមអ្នកដែលខ្លាំងជាងខ្លួនហើយអ្នកខ្លាំងតែងអាចអូសទាញអារម្មណ៍ឲ្យអ្នកដែលខ្សោយជាងខ្លួនចង់ដើរតាមប្រសិនបើយើងគិតថាពេលណាយើងរៀងធ្លាក់កម្លាំងចិត្តសូមប្រញាប់ពង្រឹងវាឡើងតាមរយៈមធ្យោបាយសមស្របដូចជាការរំលឹកដល់សុភាសិតណាមួយរបស់វីរជនណាម្នាក់គំរូអ្វីមួយឬក៏រឿងភាពយន្តណាមួយជាដើមអាស្រ័យទៅតាមការនិយមរៀងខ្លួនយើងត្រូវរកឲ្យឃើញថាអ្វីដែលនាំឲ្យដាស់កម្លាំងចិត្តយើងពុះកញ្ជ្រោតបានហើយពេលរកឃើញរួចត្រូវតែប្រើឬរំលឹកវាឲ្យបានត្រឹមត្រូវផងដែរទើបអារម្មណ៍មិនបកមកគ្រប់គ្រងយើងបានគេអាចធៀបអារម្មណ៍ពុះកញ្ជ្រោលទៅនឹងពុះវែកដកពពាបើមិនអាចបញ្ជាបានយ៉ាងស្ទាត់ជំនាញវានឹងចឹកខំម្ចាស់ស្លាប់ជាពុកខានសមិទ្ធផលធំទាំងឡាយរួមទាំងជោគវាសនារបស់មនុស្សគឺជារូបភាពដែលបានមកពីការគូសវាសរបស់មនុស្សខ្លួនឯងអ្វីដែលមនុស្សប្រាថ្នាចង់បានយ៉ាងមុតមាំវានឹងលេចរូបរាងឡើងច្បាប់នៃការស្រូបទាញបានចែងថាអ្វីដែលយើងចង់បានយើងនឹងបានដោយគ្រាន់តែសុំនៅអ្វីមួយពិតប្រាកដបន្ទាប់មកជឿជាក់ចុងក្រោយទទួលបានតាមអារម្មណ៍ថារបស់នោះបានមកដល់ចិត្តពិតដោយបន្តធ្វើកិច្ចការទៅតាមធម្មតាត្រង់នេះវាស្របជាមួយគ្នានឹងពុទ្ធដីកាថាយើងជាអ្វីដែលយើងគិតចំណែកអ្នកជំនួយអាមេរិកម្នាក់ឈ្មោះ William Clevenstone បានគាំទ្រផងដែរថាបើសិនជាដួងចិត្តដិតជាប់ទៅលើអ្វីមួយហើយចិត្តនឹងអាចសម្រេចបាននៅរបស់នោះជានិច្ចយើងគឺជាវិចិត្រករគូវាសគំនូជីវិតរបស់ខ្លួនឯងហើយក៏ជាអ្នកនិពន្ធដែលសរសេរសេណារីយ៉ូនៃកិច្ចការរបស់ខ្លួនឯងផងដែរដូច្នេះចូលចាប់កាន់ជក់និងប៊ិចដើម្បីធ្វើការគូវាសនិងសរសេរក្នុងវេលានេះបើយើងចង់ក្លាយជាអ្នកនិពន្ធសាស្ត្រាចារ្យអ្នកជំនួញឬអ្នកដឹកនាំជាដើមនោះកុំរុញរាអីក្តីសុបិននិងបង្ហាញផែនទីសម្រាប់យើងហើយជំនឿដ៏មុតមមនឹងប្រាប់យើងពីរបៀបដែលត្រូវដើរស៊ុនយ៉ាតសេនអ្នកបដិវត្តដ៏អស្ចារ្យបានអះអាងថាបើយើងជឿថាអាចធ្វើបានទោះជាត្រូវរំកិលភ្នំលុបសមុទ្រក៏ធ្វើបានដែរបើយើងសម្លឹងមើលទៅមនុស្សជោគជ័យវាហាក់ដូចជាពួកគេពូកែពីកំណើតឬមានវាសនាខ្ពង់ខ្ពស់ប៉ុន្តែតាមពិតទៅគឺដោយសម្ដីដែល Honoré de Balzac បានពោលឲ្យចឹងថាគ្មានអ្វីដែលហៅថាមនុស្សកំពូលទេពកោសល្យដោយគ្មានបំណងប្រាថ្នាដ៏ខ្លាំងក្លាមុះមុតនោះឡើយ